ទិន្នន័យសត្វតម្លៃមួយដែលទាក់ទងទៅនឹងការ estimate carbon អញ្ចឹងទិន្នន័យនេះគឺមានឈ្មោះថា Moody's 061អញ្ចឹងអ្នកនរគ្នាអាច check មើលបានដោយវាយតាមឈ្មោះហ្នឹងទៅហើយ search នៅផ្នែកខាងលើហ្នឹងខ្ញុំ search ទៅខ្ញុំឃើញទិន្នន័យនេះអ្នកនេះអាចចូលទៅអានមើលពីព័ត៌មានរបស់វាទៅនេះគឺទាក់ទងទៅនឹងការ calculate energy carbon water cycle process biochemistry vegetation អញ្ចឹងទៅហើយទិន្នន័យនេះគេ record រយៈពេល8ថ្ងៃម្ដងជាមួយនឹងកម្រិតភាពច្បាស់500 ម៉ែត្រនៅក្នុង pixel នីមួយៗអញ្ចឹងនៅក្នុងនេះយើងចូលមកកន្លែង band នេះវាមាន band មួយចំនួនដែល band នេះគឺទាក់ទងទៅនឹងការcarbon ហើយនៅក្នុងនេះអ្នកនរគ្នាអាច search បានហើយបន្តមកទៀតខ្ញុំមានកូដខ្ញុំសរសេររួចហើយដោយសារថាខ្ញុំអត់ចង់សរសេរហើយ record view អញ្ចឹងខ្ញុំអាចបិទកូដបន្តិចសិនហើយខ្ញុំចុច control ចុចសញ្ញាសួរដើម្បីបិទកូដបន្តមកទៀតគឺខ្ញុំចុចពាក្យ run ពាក្យ run នេះគឺយើង run ខាងលើនេះគឺដើម្បីកាត់យកព្រំប្រទល់របស់ប្រទេសនីមួយៗនេះបើសិនអ្នកគ្នាអត់ចេះអាច comment ខាងក្រោមឬក៏ទៅមើលវីដេអូមុនបានខ្ញុំធ្លាប់ធ្វើហើយនៅក្នុងនេះយើងបើកវិញអញ្ចឹងយើងមើលនៅក្នុងនេះ map add layer នេះគឺខ្ញុំ add ទៅលើតម្លៃ carbon នេះខ្ញុំ save នេះ image collection ហើយ filter bond គឺខ្ញុំយកប្រទេសកម្ពុជាហ្នឹង filter date ខ្ញុំយក2021ខែ1ដល់ខែ12ហើយខ្ញុំ select យក GPP នេះគឺ band ដែលយើង search មិញនេះ GPP នេះហើយបន្តមកទៀត map add layer នេះគឺខ្ញុំ add ហើយខ្ញុំកាត់យកតែនៅក្នុងប្រទេសកម្ពុជានេះហើយ Avis Param នេះគឺបើសិនជាអ្នកនរគ្នាអត់តន់ដាក់ទេមុនដំបូងគឺទាក់ទងទៅនឹង color ហើយនឹង gamma របស់ទិន្នន័យហ្នឹងអាចប្រើសញ្ញានេះហើយយើង run ទៅនៅពេលដែលយើង run ទៅវានឹងចេញវាអត់ចេញពណ៌ទេអញ្ចឹងមានន័យថាបើយើងអត់ដាក់ color អត់ដាក់visualization ឲ្យវាអត់ចេញពណ៌ទេអញ្ចឹងយើងដាក់ទៅហើយចុចកន្លែង GPP នេះហើយយក custom នេះអាចប្រើ rank ខ្ពស់តិចហើយយក palette នេះហើយ add color ទៅតិចខ្ញុំដាក់ពណ៌នេះហើយខ្ពស់ខ្ញុំដាក់ពណ៌ក្រហមខ្ញុំឧទាហរណ៍ហើយខ្ញុំ apply ម្ដងទៀតទៅនៅវានឹងចេញឲ្យហើយខាងនេះគឺពណ៌ក្រហមនេះគឺខ្ពស់កន្លែងទាំង stock carbon បានខ្ពស់បើសិនជាអ្នកគ្នាចង់ដាក់គឺបានប៉ុណ្ណឹងហើយគ្រាន់តែចុចពាក្យថា import ទៅវានឹងចេញមកពាក្យ image ហើយ vis param ដូចគ្នាហ្នឹងអញ្ចឹងខាងក្រោមនេះគឺខ្ញុំបង្កើត chart នេះគឺដើម្បីឲ្យយើងដឹងថាតាមឆ្នាំនីមួយៗនេះតើខែណាខ្លះដែលអាចផ្ទុកកាបូនបានច្រើនអញ្ចឹងជាធម្មតាគឺនៅខែវស្សាដោយសារដើមឈើវាមានសុខភាពល្អនៅប្រទេសយើងវាលូតលាស់បានល្អ